សូមគោរពជំរាបសួរអ្នកកំពុងតាមដានស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងនឹងចូលមកហេតុផលទី2ហេតុផលទី2ខ្វះការតស៊ូនៅពេលដែលមានបញ្ហាទាំងឡាយមើលទៅហាក់បីដូចជាមិនអាចពុះពៀឬយកឈ្នះបានការបោះបង់ចោលឬការចោះចាញ់វាអាចជាមធ្យោបាយមួយដែលល្អនិងមានភាពងាយស្រួលបំផុតសម្រាប់យើងជ្រើសរើសរឿងនេះពិតជាកើតឡើងចំពោះជីវិតអាពាហ៍ពិពាហ៍ការងារនិងទំនាក់ទំនងជាដើមអ្នកឈ្នះបញ្ឈប់សកម្មភាពរបស់ពួកគេក៏ពិតមែនប៉ុន្តែពួកគេមិនដែលបំផ្លាញកិច្ចខំប្រឹងប្រែងរបស់ពួកគេឡើយពួកយើងទាំងអស់គ្នាសុទ្ធតែមានការចាប់ផ្ដើមសារជាថ្មីរៀងៗខ្លួននៅក្នុងជីវិតការបរាជ័យមិនមែនមានន័យថាយើងបរាជ័យនោះទេវាមានន័យថាយើងមិនទាន់ធ្វើត្រូវតាមរូបមន្តនៃភាពជោគជ័យតែប៉ុណ្ណោះមនុស្សជាច្រើនតែងតែជ្រើសរើសអ្វីដែលស្រួលហើយចោះចាញ់និងត្អូញត្អែរចំពោះការលំបាកបន្តិចបន្តួចដែលកើតឡើងតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះចោះដើម្បីឲ្យយើងទទួលបានជោគជ័យតើយើងត្រូវធ្វើយ៉ាងដូចម្តេចចម្លើយនោះគឺស្រួលនិយាយតែវាពិបាកធ្វើចម្លើយគឺស្រួលនិយាយតែពិបាកធ្វើនោះគឺតស៊ូនិងមានឆន្ទៈឆ្ពោះទៅមុខជានិច្ចអ្នកបោះបង់មិនដែលជោគជ័យចំណែកអ្នកជោគជ័យមិនដែលបោះបង់តើអ្វីទៅជាភាពខុសគ្នារវាងពាក្យថាការតស៊ូនិងការជជែកភាពខុសគ្នានោះគឺត្រង់ថាតស៊ូបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើសកម្មភាពតម្រង់ឆ្ពោះទៅមុខចំណែកឯការជជែកបង្ហាញពីភាពខ្លាំងមួយដែលមិនអាចធ្វើទៅបានដោយប្រើអំណាចនៃកំហឹងមនុស្សភាគច្រើនបរាជ័យមិនមែនដោយសារតែពួកគេខ្វះចំណេះដឹងឬក៏ទេពកោសល្យនោះទេប៉ុន្តែគឺដោយសារតែពួកគេបោះបង់អ្វីដែលពួកគេកំពុងធ្វើអាចកំបាំងរួមនៃភាពជោគជ័យគឺស្ថិតនៅក្នុងរូបសន្តាន2គឺការតស៊ូដ៏ស្វិតស្វាញនិងសេចក្តីអំណត់តស៊ូគឺធ្វើអ្វីត្រូវតែសម្រេចឲ្យបានចំណែកឯអត់ធន់គឺប្រឆាំងដាច់ខាតទៅនឹងអ្វីដែលមិនគួរឲ្យកើតឡើងបុរសម្នាក់ដែលត្រូវបានគេចាត់ទុកជាវីរបុរសមិនមែនដោយសារតែគាត់មានភាពក្លាហានជាងអ្នកដទៃនោះទេប៉ុន្តែដោយសារតែគាត់មានភាពក្លាហានយ៉ាងយូររយៈពេល10នាទី